ពិសេសជាមួយបុត្រីអធិរាជយួនអាណាមឈ្មោះវៀងលោកវ៉ាន់ឬក្សត្រីអង្គចូលមកជនជាតិយួនបានចាប់ផ្ដើមចូលមកតាំងទីលំនៅក្នុងទឹកដីកម្ពុជាជាបន្តបន្ទាប់ដោយសារចំណងអាពាហ៍ពិពាហ៍នេះអធិរាជយួនអាណាមសាយវឿងដែលត្រូវជាឪពុករបស់ក្សត្រីអង្គចូលតែងតែលើកយកហេតុផលផ្សេងៗមកស្នើដល់ព្រះរាជាខ្មែរដើម្បីសូមអនុញ្ញាតឲ្យជនជាតិយួនបានចូលមករស់នៅលើទឹកដីកម្ពុជាអធិរាជយួនអាណាមមិនត្រឹមតែបញ្ជូនជនជាតិយួនក្រីក្រឬអ្នកស្រែចម្ការឲ្យចូលមកនោះទេពួកគេថែមទាំងបានជំរុញឲ្យជនជាតិយួនផ្សេងទៀតដូចជាពួកទាហានដែលរត់ចោលជួរពួកជនខិលខូចប៉ោឡែអាវ៉ាសែពួកចោរឬពួកអក្រិតជនឲ្យចូលទៀតផងពួកយួនដែលគ្មានសណ្ដាប់ធ្នាប់ទាំងអស់នេះតែងតែបង្កការលំបាកដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរចំពោះពលរដ្ឋខ្មែរស្លូតត្រង់ដែលមិនអាចទ្រាំរស់នៅជាមួយជនជាតិយួនចំណូលថ្មីទាំងនេះបានពួកគេក៏ផ្លាស់ទីទៅរស់នៅតាមតំបន់ផ្សេងៗទៀតបន្ទាប់ពីប្របាទជ័យជេដ្ឋាទី2ចូលទីវង្គតនៅឆ្នាំ1628វត្តមាននៃជនជាតិយួនលើទឹកដីខ្មែរក៏មានកាន់តែច្រើនឡើងជាពិសេសនៅតំបន់ព្រះសួរគៀកំពង់ស្រកាត្រីនិងព្រៃនគរហើយឥទ្ធិពលរបស់ប្រទេសអាណាមកលើកម្ពុជាក៏មានកាន់តែខ្លាំងឡើងជាលំដាប់ចំណែកក្សត្រីអង្គចូលក៏ត្រូវបានលើកតម្កើងជាព្រះមហាក្សត្រីយានីដែលមានព្រះនាមថាសម្ដេចភគវតីព្រះស្រីវីរក្សត្រីហើយក្សត្រីអង្គនេះមានបុត្រីមួយអង្គជាមួយព្រះបាទជ័យជេដ្ឋាទី2គឺអង្គញាក្សត្រីដែលក្រោយមកបានរៀបអភិសេកជាមួយព្រះអង្គនុនឬបទុមរាជាក្មួយរបស់ព្រះបាទជ័យជេដ្ឋាទី2សោយរាជ្យពីឆ្នាំ1640ដល់ឆ្នាំ1642ឯកសារខ្លះលើកឡើងថាក្រោយពីព្រះបាទជ័យជេដ្ឋាទី2ចូលទីវង្គតបុត្រារបស់ព្រះអង្គដែលឡើងសោយរាជ្យក្រោយមកទៀតដូចជាព្រះបាទចៅពញានូនិងព្រះបាទចៅពញាច័ន្ទសុទ្ធតែបានទាមទារក្សត្រីអង្គចូលប្រគល់ទឹកដីខ្មែរដែលអធិរាជអាណាមខ្ចីប្រគល់ឲ្យខ្មែរវិញប៉ុន្តែត្រូវក្សត្រីអង្គចូលយកលេសនេះលេសនោះមកដោះសារជាដរាបពេលខ្លះថាប្រទេសអាណាមនៅត្រូវការដីក្នុងតំបន់ទាំងនោះដើម្បីហាត់ទ័ពធ្វើចម្បាំងដែលកំពុងកើតឡើងរវាងយួនគ្នាឯងហើយពេលខ្លះទៀតបានទាមទារយកទឹកដីទាំងនោះជាចំណែកដាច់មុខតែម្ដងដោយសំអាងហេតុផលថាពនាងក៏ជាព្រះមហាក្សត្រីយានីនៃប្រទេសកម្ពុជាមួយរូបដែរក្រោយពីព្រះបាទជ័យជេដ្ឋាទី2ចូលទីវង្គតប្រទេសកម្ពុជាបានជួបប្រទះវិបត្តិផ្ទៃក្នុងជាបន្តបន្ទាប់ពិសេសគឺវិបត្តិដណ្ដើមរាជគ្នារវាងរាជវង្សានុវង្សខ្មែរនិងការប្រទាញប្រទង់គ្រប់គ្រងកម្ពុជាពីសំណាក់ប្រទេសសៀមនិងយួនអាណាមក្រៅពីធ្វើចម្បាំងរវាងគ្នាឯងព្រះរាជាខ្លះបានទៅពឹងពាក់កម្លាំងរបស់សៀមហើយខ្លះទៀតទៅពឹងកម្លាំងយួនអាណាមដើម្បីលើកទ័ពមកកម្ចាត់គូបដិបករបស់ខ្លួនស្របពេលជាមួយគ្នាប្រទេសសៀមនិងអាណាមក៏បានប្រទាញប្រទង់គ្នាដើម្បីជ្រើសយកព្រះរាជាខ្មែរណាដែលគេគិតថាអាចបម្រើប្រយោជន៍គេបានឲ្យឡើងសោយរាជ្យប្រការអស់ទាំងនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាសមរភូមិប្រយុទ្ធរវាងខ្មែរនិងរវាងប្រទេសឈ្លានពានជិតខាងទាំងពីរវិបត្តិផ្ទៃក្នុងប្រទេសកម្ពុជាក្រោយរជ្ជកាលព្រះបាទជ័យជេដ្ឋាទី2បានអូសបន្លាយជាង200ឆ្នាំពលគឺបានអូសបន្លាយរហូតដល់ពេលព្រះបាទអង្គឌួងដែលជារាជបុត្រពៅរបស់ព្រះបាទអង្គអេងឡើងគ្រងរាជ្យនៅឆ្នាំ1840ឯកសារប្រវត្តិសាស្ត្រខ្លះបានចាត់ទុកសម័យកាលប្រទេសកម្ពុជារយៈពេលជាង200ឆ្នាំនេះថាជាសម័យកាលដ៏ខ្មៅងងឹតក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាទៀតផងវិបត្តិផ្ទៃក្នុងរាជវង្សានុវង្សខ្មែរនិងអស្ថិរភាពរាជបល្ល័ង្កជាង200ឆ្នាំនេះមិនបានផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យព្រះរាជាខ្មែរគិតពីសុខទុក្ខប្រទេសជាតិឡើយឆ្លៀតឱកាសដែលកម្ពុជាកំពុងមានវិបត្តិប្រទេសសៀមនិងយួនអាណាមក៏បានឆ្លៀតឱកាសយកចំណេញពីប្រទេសកម្ពុជាតែរៀងៗខ្លួនប្រទេសសៀមឆ្លៀតយកទឹកដីខ្មែរច្រើនដែលគេអាចធ្វើទៅបានចំណែកស្ដេចយួនអាណាមវិញបន្តបញ្ជូនពលរដ្ឋមករស់នៅលើទឹកដីខ្មែរកាន់តែច្រើនឡើងពលគឺគិតត្រឹមពាក់កណ្ដាលទី2នៃសតវត្សទី18ពលរដ្ឋយួនអាណាមបានមករស់នៅពាសពេញលើដែនដីកម្ពុជាក្រោមរួចទៅហើយក្រោយពីបានចូលបោះទីតាំងរឹងមាំលើទឹកដីខ្មែរហើយរដ្ឋអំណាចយួនចាប់ផ្ដើមរកមធ្យោបាយការពារទឹកដីទាំងនេះនិងបានប្រើគ្រប់មធ្យោបាយដើម្បីលុបបំបាត់អត្តសញ្ញាណរបស់ខ្មែរជាក់ស្ដែងនៅឆ្នាំ1815យួនបានកេណ្ឌប្រជាពលរដ្ឋខ្មែរច្រើនពាន់នាក់ឲ្យសង់មន្ទីរទាហានមួយយ៉ាងធំនៅមាត់ជ្រូកប្រយោជន៍ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់ព្រះរាជាខ្មែរយួនបានបង្ខំខ្មែរឲ្យជីកព្រែកវិញទេឬឯកសារខ្លះហៅព្រែកយួនកាត់ពីខេត្តមាត់ជ្រូកទៅខេត្តពីមដែលមានប្រវែងប្រមាណ54គីឡូម៉ែត្របំណងគឺដើម្បីយកព្រែកជីកនេះទុកធ្វើជាខ្សែបន្ទាត់ព្រំដែនរវាងខ្មែរនិងយួននៅថ្ងៃក្រោយ
ឯកសារប្រវត្តិសាស្ត្រខ្មែរក្រោមលើកឡើងថាក្នុងកំឡុងពេលនៃការជីកព្រែកនេះជនជាតិយួនបានធ្វើបាបនិងមើលងាយមកលើប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំងពួកគេដៀលថ្មេះថាខ្មែរជាជាតិខ្ជិលច្រអូសមិនចូលចិត្តធ្វើការងារពួកគេបានវាយដំបង្ខំខ្មែរឲ្យធ្វើការដោយសត្វធាតុហើយចំណែកខ្មែរណាដែលប្រឆាំងនឹងគេចាប់យកមកកប់ត្រឹមកធ្វើជាមុំចង្ក្រានដើម្បីដាំទឹកឲ្យចវាយឬអង្លើងរបស់គេផឹកលើសពីនេះនៅពេលដែលយួនបង្ហូរទឹកចូលព្រែកគេមិនបានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការដឹងជាមុនឡើយខ្មែរជាច្រើនត្រូវលង់ទឹកស្លាប់ដោយសារការទម្លាយទំនប់ទឹកនេះមេដឹកនាំយួនអាណាមក៏បានផ្លាស់ប្ដូរឈ្មោះភូមិឃុំស្រុកខេត្តក្រុងខ្មែរឲ្យទៅជាយួនស្ទើរតែទាំងអស់ឈ្មោះខេត្តក្រុងខ្មែរទាំង21ត្រូវយួនផ្លាស់ឈ្មោះដូចតទៅព្រៃនគរទៅជាសៃហ្គនទួលតាមុកទៅជាថៅដៅមកចង្វាត្រពាំងទៅជាបៀងវ៉ាព្រះសូគាទៅជាបារាអូកាត់ទៅជាយងតាវរោងដំរីទៅជាតៃនិនកំពង់គោទៅជាឡុងអាងមេសទៅជាមីថកោះកងទៅជាកកងកំពង់រស័យទៅជាបៀនត្រែឡុងហទៅជាឡុងហផ្សារដែកទៅជាសាដែកព្រះត្រពាំងទៅជាត្រាវិញព្រែករិស័យទៅជាកឹងធើបារាជទៅជាឡុងសៀងមាត់ជ្រូកទៅជាចៅដុកពីមទៅជាហាទៀងក្រមួនសទៅជារតយ៉ាឃ្លាំងទៅជាសុកត្រាំងពលាវទៅជាបាក់លាវនិងទឹកខ្មៅទៅជាកាម៉ៅក្នុងសម័យដែលយួនតាំងខ្លួនជាអាណត្តិព្យាបាលរបស់ខ្មែរនេះដែរពួកគេមិនត្រឹមតែផ្លាស់ប្ដូរឈ្មោះខេត្តនិងតំបន់ខ្មែរនៅកម្ពុជាក្រោមទៅជាយួនប៉ុណ្ណោះទេសូម្បីតែឈ្មោះតំបន់មួយចំនួននៅក្នុងទឹកដីកម្ពុជាឯណេះក៏យួនបានផ្លាស់ប្ដូរមួយចំនួនដែរឧទាហរណ៍ភ្នំពេញគេហៅថាណាំយ៉ាងឧដុង្គទៅជាបាក់កូណាំខេត្តកំពតទៅជាកឹងវកព្រៃវែងទៅជាឡាវែនលងវែកទៅជាឡូវៀតនិងសំរងតងទៅជាឡុងតងលាក់នឹងលាក់លើសពីនេះដើម្បីងាយស្រួលសម្គាល់និងងាយស្រួលគ្រប់គ្រងខ្មែរអធិរាជយួនអាណាមឈ្មោះយ៉ាឡុងដែលសោយរាជ្យពីឆ្នាំ1802ដល់ឆ្នាំ1820និងមេដឹកនាំយួនបន្តបន្ទាប់មកទៀតបានបង្ខំខ្មែរឲ្យបដូរត្រកូលរបស់ខ្លួនហើយប្រើត្រកូលរួមគ្នាទៅតាមតំបន់និងខេត្តនីមួយៗត្រកូលទាំងនោះរួមមានថាច់សឺ